ទាហានជើងទឹករបស់សហរដ្ឋអាមេរិករូបនេះត្រូវបានតុលាការខាងសហរដ្ឋអាមេរិកបានកាត់ទោសឲ្យគាត់ជាប់គុករយៈពេល16ឆ្នាំដោយសារតែលុយ$12,000 យើងមកដឹងជាមួយគ្នាមូលហេតុអ្វីបានជាខាងតុលាការបានកាត់ទោសឲ្យគាត់ជាប់គុករយៈពេល16ឆ្នាំដោយសារតែលុយតែ$12,000តែប៉ុណ្ណោះបុរសម្នាក់នេះគាត់ឈ្មោះថាជីនជេវ៉ែអាយុ25ឆ្នាំជាកូនចិនដែលរស់នៅសហរដ្ឋអាមេរិកបានបម្រើការងារនៅក្នុងវិស័យយោធារបស់សហរដ្ឋអាមេរិកនឹងនៅខាងទាហានជើងទឹកការពិតទៅមូលហេតុដែលខាងតុលាការកាត់ទោសឲ្យគាត់ជាប់គុករហូតដល់16ឆ្នាំដោយសារតែលុយ$12,000នឹងគឺដោយសារតែគាត់បានលក់ព័ត៌មានសំខាន់របស់សហរដ្ឋអាមេរិកនឹងគឺទៅឲ្យចិនបើសិនជាយើងអានព័ត៌មានឲ្យលម្អិតទៅបងប្អូនទាំងអស់គ្នាការដែលគាត់ធ្វើបែបនេះមិនមែនដោយសារតែគាត់ចង់ធ្វើទេតែគាត់បានទទួលការញុះញង់ពីម្ដាយរបស់គាត់គឺម្ដាយរបស់គាត់តែងតែបញ្ចុះបញ្ចូលគាត់ឲ្យគាត់នឹងលួចព័ត៌មានសំខាន់របស់សហរដ្ឋអាមេរិកនឹងលក់ទៅឲ្យចិនអញ្ចឹងគាត់ក៏បានធ្វើអញ្ចឹងទៅនៅពេលដែលគេចាប់បានខាងតុលាការគឺចោទប្រកាន់គាត់ពីបទក្បត់ជាតិការពិតទៅមិនមែនចោទប្រកាន់ទេបងប្អូនទាំងអស់គ្នាគឺវាក្បត់ជាតិតែម្ដងអញ្ចឹងខាងតុលាការក៏គេបានកាត់ទោសឲ្យគាត់ជាប់គុករយៈពេល16ឆ្នាំ